សួស្តីបងប្អូនទាំងអស់គ្នាយើងបន្តសាច់រឿងរបស់យើងបន្តទៀតដោយសារតែទស្សនៈផ្ទុយគ្នារវាងពួកគេលើបញ្ហានេះលិខិតនេះត្រូវបានផ្អាកជាបណ្ដោះអាសន្នដំបូងឡើយនិកាយបញ្ញត្តិអតិភិបបានផ្អៀងទៅរកហើសៀវលៀងច្រើនជាងដោយមើលឃើញថាសាលក្រមរបស់នាងជាវិធានការសមស្របជាងទោះជាយ៉ាងណាក៏ដោយគ្មាននរណាម្នាក់អាចរំពឹងទុំការពីការចាក់ចែងភ្លាមរបស់ហើសៀវលៀងពីនិកាយភ្លាមបន្ទាប់ពីនោះទេហើយនាងបានតាំងចិត្តយ៉ាងខ្លាំងក្នុងការចាក់ចែងរបស់នាងដែលនាងថែមទាំងសុខចិត្តបោះបង់ចោលឋានៈរបស់នាងជានារីត្បូងនៃទ្វីបទៀតផងក្មេងប្រុសមាបានស្រឡាញ់និងកោតសរសើរហើសៀវលៀងអស់រយៈពេលជាច្រើនឆ្នាំហើយគាត់ហាក់ដូចជាបានចាត់ទុកសម្បត្តិនោះជាមូលហេតុនៃការចាក់ចែងរបស់នាងដូច្នេះគាត់មិនព្រមនិយាយអំពីប្រធានបទនេះចាប់ពីពេលនោះមកលើពីនេះទៅទៀតគាត់មានរឿងរាប់មិនអស់ផ្សេងទៀតដែលគាត់ត្រូវដោះស្រាយដូច្នេះគាត់បានប្រគល់សម្បត្តិនេះទៅឲ្យព្រឹទ្ធាចារ្យខាងក្រៅនៃនិកាយដោយ5គាត់ឲ្យចាត់តាំងសិស្សមួយចំនួនដែលកំពុងធ្វើដំណើរចេញពីនិកាយសម្រាប់គោលបំណងបណ្ដុះបណ្ដាលដោយមានភារកិច្ចថែរក្សាបញ្ហានេះហើយមិនចាំបាច់ពិចារណាលើសាលក្រមផ្ទុយគ្នាដែលគាត់បានដាក់ចេញដោយខ្លួនឯងនិងហើសៀវលៀងនោះទេចៅលាវបានឆ្លៀតឱកាសនេះដោយអន្ទះសារដោយធ្វើដំណើរចេញពីនិកាយដើម្បីសងសឹងយ៉ាងហួងប៉ុន្តែនារីវ័យក្មេងមុខមូលក៏បានឮអំពីរឿងនេះពីកន្លែងណាមួយដែរហើយនាងបានសម្រេចចិត្តដើរតាមក្រុមប្រជាចាតាវដោយសម្ងាត់ដើម្បីឲ្យនាងអាចគេចផុតពីនិកាយហើយបំភ្លេចរឿងក្មេងប្រុសមាសដែលបានបដិសេធការសារភាពរបស់នាងបានហោះពីលើដាវហោះរបស់នាងចម្ងាយឆ្ងាយហើយនាងពិតជារីករាយនឹងបទពិសោធន៍នេះនាងជំនាញក្បាច់គុនដ៏មានអានុភាពនិងអ្នកវឹកហាត់ដ៏មានអំណាចទាំងអស់ដែលនាងបានជួបប្រទះបានប្រែក្លាយទៅជាឆ្កែស៊ីភ្លាមនៅពេលដែលពួកគេត្រូវបានគេជូនដំណឹងអំពីឋានៈរបស់នាងនៅក្នុងនិកាយបញ្ញត្តិទេវភាពខណៈពេលដែលវាជាការពិតថានាងអាចកុហកពួកគេបានមួកផ្កាឈូកដ៏មានតម្លៃដែលនាងពាក់នៅលើក្បាលនិងខ្សែត្បូងពេជ្រពណ៌មាសដែលភ្ជាប់ទៅនឹងខ្សែក្រវ៉ាត់របស់នាងគឺជាសញ្ញាច្បាស់លាស់នៃឋានៈរបស់នាងបន្ទាប់ពីការលេចចេញរបស់នាងទាំងស៊ីយានសៀនិងចាងសានបានដឹងថាជោគវាសនារបស់យ៉ាងហួងនិងចៅជីងលេស្ថិតនៅក្នុងដៃរបស់ពួកគេទៀតហើយដូច្នេះគ្មានចំណុចណាដែលត្រូវនិយាយបន្ថែមទៀតអំពីបញ្ហានេះទេនៅទីបំផុតការសម្រេចចិត្តនឹងត្រូវធ្វើឡើងដោយនារីវ័យក្មេងនោះយ៉ាងហួងចាប់ដៃជូឈីងរួយងើយក្បាលឡើងប្រឈមមុខនឹងនារីវ័យក្មេងនោះដោយស្នាមញញឹមស្ងប់ស្ងាត់រួយនិយាយថាយ៉ាងហួងនិងជូឈីងសុខចិត្តទទួលយកការដាក់ទណ្ឌកម្មណាមួយដែលដាក់ដោយអ្នកគ្រូមីងហ្វូមិនថាវាមានន័យថាយើងរស់ឬក៏ស្លាប់នោះទេនារីវ័យក្មេងនោះបានសម្លឹងមើលគូស្នេហ៍មួយគូនោះម្នាក់ក្នុងចំណោមពួកគេស្គមស្គាំងដូចជាក្រងចាំងចំណែកឯម្នាក់ទៀតគួរឲ្យសប់ខ្ពើមដូច្នេះនាងមិនអាចបង្ហាញក្តីស្រឡាញ់ចំពោះពួកគេបានដែរជាការពិតណាស់នាងក៏មិនមានការមើលងាយចំពោះពួកគេដែរនាងបានគិតរឿងឡើងវិញអំពីសាលក្រមពីរដែលផ្ទុយគ្នាលើបញ្ហានេះហើយបានដកដង្ហើមធំក្នុងចិត្តដោយសារតែហើសៀវលៀងលែងជាសមាជិកនៃនិកាយបញ្ជារទេវភាពទៀតហើយវិធីត្រឹមត្រូវដើម្បីបន្តគឺធ្វើតាមសាលក្រមរបស់ក្មេងប្រុសមាសនោះដោយគិតដល់ចំណុចនោះនាងបានក្អករួញបញ្ជាថាចៅលាវនាំអ្នករាល់គ្នាទៅប្រាសាទខុសច្បាប់ហើយដោះស្រាយបញ្ហានៅទីនោះចំពោះថាតើវាមានន័យថាការលុបបំបាត់ប្រាសាទដោយខ្លួនឯងឬតាកតងអាជ្ញាធរមូលដ្ឋានដើម្បីធ្វើដូច្នេះវាអាស្រ័យលើអ្នកចំពោះយ៉ាងហួងនិងជូជីងគ្មានការដាក់ទណ្ឌកម្មណាមួយនឹងត្រូវប្រគល់ជូនអ្នកឡើយដរាបណាអ្នកមិនប្រព្រឹត្តអំពើអាក្រក់ណាមួយដោយអះអាងថាអ្នកជាសមាជិកនៃនិកាយបញ្ជារទេវភាពចាំពីថ្ងៃនេះតទៅសកម្មភាពរបស់អ្នកមិនមានអ្វីទាក់ទងនឹងនិកាយបញ្ជារទេវភាពរបស់យើងទេក្រោយពីបាននិយាយរួចនារីវ័យក្មេងដែលខ្មាស់អៀននោះក៏លែងចង់ស្នាក់នៅកន្លែងងងឹតនិងទ្រុឌទ្រោមនេះទៀតហើយនាងក៏ហោះចេញទៅភ្លាមដោយជិះដាវហោះរបស់នាងក្នុងល្បឿនដ៏លឿនជាទូទៅអ្នកហាត់គុនដាវដែលជិះនៅលើដាវហោះនឹងហោះឡើងលើបន្ទែងម្ដងជាខ្សែកងយឺតប៉ុន្តែនារីវ័យក្មេងនេះកំពុងហោះបញ្ឈរឡើងលើដោយធ្វើឲ្យអ្នក
ធ្វើឲ្យអ្នកមើលមានអារម្មណ៍ថានាងអាចធ្លាក់នៅពេលណាក៏បានរំពេចនៅគំនិតមួយបានផលឡើងចំពោះយ៉ាងហួងហើយគាត់បានស្រែកឡើងដោយសំឡេងខ្លាំងៗថាអរគុណសម្រាប់ការរុញច្រានសត្រូវរបស់យើងមុននេះអ្នកគ្រូមេងហ្វូចៅលាវកំពុងអោនក្បាលយ៉ាងជ្រៅទៅកាន់ទិសដៅដែលនារីវ័យក្មេងនោះបានចាក់ចែងហើយបន្ទាប់ពីនាងបាត់ខ្លួនទៅគាត់បានបញ្ចេញសំឡេងត្រជាក់មួយមុនពេលដែលចាក់ចែងទៅដោយស្ងៀមស្ងាត់ជំនួសឲ្យការជំរុញឲ្យចៅលាវនិងសិស្សចំនួនក្រោយរបស់គាត់យ៉ាងហួងបានលើកកណ្ដាប់ដៃរបស់គាត់ជាការសុំទោសរួចនិយាយថាលាហើយអស់លោកអមតៈជាទីគោរពខ្មោចមិនស្អាតដូចខ្ញុំមិនហ៊ាននាំអ្នកចេញពីទីធ្លានេះទេឌឺទៀតក្មេងប្រុសតូចនោះបានយកខ្សែពួរចងអារក្សរបស់គាត់មកវិញរួចក៏ងក់ក្បាលឆ្លើយតបដូចជាប្អូនស្រីភ្លោះរបស់គាត់ដែរទន្ទឹមនឹងនេះក្មេងប្រុសតូចនោះបានដើរចេញទៅដោយអួតអាងប៉ុន្តែនៅពេលដែលគាត់ហៀបនឹងចាក់ចែងគាត់ស្រាប់តែងាកមកហើយធ្វើមុខដាក់វិញ្ញាណឈើមេធ្មប់អាក្រក់ឲ្យចេះឌឺទៀតដោយវិបត្តិត្រូវបានដោះស្រាយរួចជូជីងញញឹមដោយក្តីរីករាយប៉ុន្តែទឹកមុខសោកសៅបានលេចឡើងភ្លាមៗនៅពេលដែលឮដូច្នេះនាងបែរក្បាលទៅម្ខាងហើយយកដៃគ្របមុងមិនហ៊ានបង្ហាញមុខទៀតទេភ្លាមនោះក្មេងប្រុសតូចនោះក៏ឈប់ដើរដោយត្រពាក់កណ្ដាលផ្លូវនៅស្ងៀមទាំងត្រង់វាមិនមែនដោយសារតែគាត់មិនចង់រើនោះទេគាត់គ្រាន់តែមិនហ៊ានរើប៉ុណ្ណោះក្នុងចំណោមក្រុមពលជាចាតាវទាំង5រូបតាមពេលគាត់គឺជាសិស្សដ៏មានតម្លៃបំផុតនៃនិកាយដ៏ទេវភាពគាត់មានសមត្ថភាពដាំដុះដ៏លេចធ្លោហើយត្រូវបានប្រទានដោយធម្មជាតិនៅសភាវគតិដ៏អស្ចារ្យដែលធ្វើឲ្យគាត់ថិននៅលើកូនភ្លោះទាំងពីរនិងពិតជាខ្ពស់ជាងអ្នកលេងគុនដាវវ័យក្មេងដែលបានជាប់គាំងនៅក្នុងកម្រិតទី3អស់រយៈពេលជាច្រើនឆ្នាំគាត់បានងាកយ៉ាងលឿនហើយបាតដៃរបស់គាត់បានបែកញើសខ្លាំងពេលដែលគាត់ក្តាប់យ៉ាងណែនហើយឈើបង្ក្រាបអរិយរបស់គាត់ភ្នែករបស់គាត់សម្លឹងមើលយឺតៗលើមុខមនុស្សដែលនៅទីនោះមានជូឈិងដ៏គួរឲ្យស្អប់ខ្ពើមយ៉ាងហួងដែលឈឺស៊ីយានសៀដែលកណ្ដាលចាងសានដែលប្រកាសខ្លួនឯងថាជាម្ចាស់ឋានសួគ៌នៃភ្នំលង្ហូដែលទំនងជាពលជាចាតាវមកពីទ្វីបឫស្សីពេញលេញហើយចុងក្រោយមានក្មេងប្រុសតូចដែលគ្មានអារម្មណ៍ជាមួយនឹងប្រអប់ឈើនៅលើខ្នងរបស់គាត់មនុស្សគ្រប់គ្នាគ្រាន់តែមិនអើពើនឹងការចំអករបស់គាត់ចំពោះជូឈិងថាគ្មានអ្វីក្រៅអំពីកាយវិការលេងសើចរបស់ក្មេងប្រុសតូចម្នាក់នោះទេប៉ុន្តែឈិនភីនអានបានលាតម្រាមដៃពីររបស់គាត់មុនពេលដែលធ្វើចលនារុញទៅមុខយ៉ាងស្រទន់ទៅហើយក្មេងប្រុសនោះលេបទឹកមាត់ដោយភ័យរួចក៏ញញឹមដាក់ឈិនភីនអានដោយសុភាពរាបសារពេញមួយពេលនោះសភាវគតិរបស់គាត់បានស្រែក5គាត់ឲ្យរត់ចេញពីឈិនភីនអានឲ្យបានឆាប់តាមតែអាចធ្វើទៅបានក្មេងប្រុសតូចមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលគាត់ប្រញាប់ប្រញាល់ចេញពីទីធ្លាតាមទស្សនៈរបស់គាត់អារម្មណ៍ចំហាយជំវិញឈិនភីនអានគឺជាចំហាយមួយដែលគួរតែមកពីសត្វចម្លែកចាស់មួយក្បាលនៃកម្រិតកណ្ដាលទាំង5ហើយវាបានស៊ូទ្រាំនឹងសមរភូមិជីវិតនិងសេចក្តីស្លាប់រួមមិនអស់ក្មេងប្រុសតូចមិនបានគិតចង់បញ្ចូលចៅលាវនិងអ្នកដទៃទៀតឲ្យត្រឡប់មកវិញហើយវាប្រហារឈិនភីនអាននិងអ្នកដទៃទៀតទេព្រោះវាមិនសមហេតុផលក្នុងកាយវិការបែបនេះទេនៅលើមេគានៃការដាំដុះវាជាការល្អបំផុតក្នុងការមានការរំខានតិចតួចបំផុតពីការដាំដុះដូច្នេះបញ្ហាដែលមិនចាំបាច់ត្រូវបានជៀសវាងក្នុងតម្លៃណាមួយក៏ដោយនៅពេលដែលក្មេងប្រុសតូចកំពុងប្រញាប់ប្រញាល់ទៅមកស្នាមញញឹមស្រទន់មួយបានលេចឡើងនៅលើមុខរបស់គាត់ហើយអារម្មណ៍របស់គាត់ក៏ចាប់ផ្ដើមប្រសើរឡើងវិញផងដែរដោយដែលគ្រូរបស់គាត់បានប្រាប់គាត់អញ្ចឹងសូម្បីតែនៅក្នុងពិភពលោកមនុស្សក៏មានសត្វមានអំណាចខ្លាំងពូកែដែរហើយគាត់ទៅតែបានជួបសត្វបែបនេះមួយពេលដែលគាត់ត្រឡប់ទៅនិកាយវិញគាត់ហៀបនឹងប្រាប់គ្រូរបស់គាត់ថាគាត់បានជួបសត្វចម្លែកចាស់មួយក្បាលដែលយ៉ាងហោចណាស់ក៏ស្ថិតនៅកម្រិតស្នូលមាសផងដែរប្រហែលជាគាត់ជាអមតៈផែនដីកម្រិតទី10ប៉ុន្តែដោយហេតុផលខ្លះគាត់ធ្វើពុនជាក្មេងប្រុសដោយឥតខ្ចោះក្មេងប្រុសតូចនោះមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះគំនិតនេះរហូតដល់លោតឡើងទៅលើអាកាសហើយគិតក្នុងចិត្តដោយរីករាយថាដំណើរកំសាន្តនេះគឺពិតជាមានតម្លៃណាស់អូគេគិតនៅឈិនភីនអានកម្រិតទី10ហើយស្ទើរតែមានមកកូនភ្លោះដែលកាន់ច្រករបៀងខាងមុខបានងាកមកវិញពេលដែលឮដូច្នេះហើយក្មេងប្រុសនោះក៏មានទឹកមុខប្រងើយកន្តើយភ្លាមដោយទឹកមុខដូចមនុស្សចាស់ទុំដើរតាមដោយស្ងប់ស្ងាត់ជាជាងបន្តលោតឡើង
ត្រឡប់ទៅបន្ទប់ទទួលភ្ញៀវវិញយ៉ាងហួងនិងហ៊ូជីនបានរងទង់ដោយការភ័យខ្លាចនិងការព្រួយបារម្ភពេញមួយការប្រឈមមុខដាក់គ្នាដែលទើបតែបញ្ចប់ថ្មីៗនេះប៉ុន្តែជាសំណាងល្អពួកគេបានគ្រប់គ្រងដើម្បីទប់ទល់នឹងព្យុះភ្លៀងពួកគេបានកាន់ដៃគ្នាហើយញញឹមដោយស្ងៀមស្ងាត់ដោយមានអារម្មណ៍ថាទុក្ខវេទនាទាំងអស់របស់ពួកគេមានតម្លៃហើយថាជោគវាសនារបស់ពួកគេបានប្រែក្លាយទៅជាល្អប្រសើរទន្ទឹមនឹងនេះចាងសានបានងាកទៅរកឈិនពីញអានដោយញញឹមរួចនិយាយថាតើអ្នកបានឃើញទេនោះជាដាវអមតៈហើយនាងក៏នៅក្មេងណាស់ដែរឈិនពីញអានអាចឆ្លើយតបបានតែដោយស្នាមញញឹមដែលខឹងសម្បាបន្តិចនៅពេលនេះភ្លៀងបានស្រស់ទៅហើយចាងសានងើបមើលទៅលើមេឃពេលយប់រួចដល់ដង្ហើមធំនិយាយថាហើយខ្ញុំពិតជាចង់សូត្រកំណាព្យមួយណាស៊ីយិនសៀផ្ទុះសំណាញបន្ទាប់ពីដំណើរការដ៏ច្របូកច្របល់នេះលទ្ធផលដ៏រីករាយមួយត្រូវបានសម្រេចនេះគឺជាបទពិសោធន៍ដ៏ពេញចិត្តនិងរីករាយជាងសម្រាប់ស៊ីយិនសៀជាជាងការសម្លាប់អារក្សឬក៏ផឹកស្រាល្អៗទៅទៀតទន្ទឹមនឹងនេះស្ត្រីសំណាក់ដែលត្រូវបានវាយឲ្យសន្លប់បានភ្ញាក់ឡើងហើយនាងក៏ប្រញាប់ប្រញាល់ចូលទៅក្នុងទីធ្លាភ្លាមៗហើយមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំងដែលបានរកឃើញថាម្ចាស់របស់នាងមានសុវត្ថិភាពនិងមានសុខភាពល្អយ៉ាងហួងបានងាកមករកនាងដោយស្នាមញញឹមហើយនិយាយថាអ្វីៗបានកន្លងផុតទៅហើយឥឡូវនេះយើងនឹងលែងត្រូវព្រួយបារម្ភអំពីពួកកំសាកទាំងនោះទៀតហើយស្ត្រីចំណាស់ដំបងឡើយភ្ញាក់ផ្អើលពេលដែលឮដូច្នេះបន្ទាប់មកភ្លាមៗនោះក៏បានស្រែកយំដោយអំណរជូជាងបានរសាត់ទៅក្បែរស្ត្រីចំណាស់ដោយអបដៃពីលើស្មារបស់នាងខណៈពេលដែលនាងធ្វើសម្លេងស្រទន់ស្រទន់ដើម្បីលងលោមនិងធានាឡើងវិញបន្ទាប់ពីបានលើកបន្ទុកដ៏ធំមួយចេញពីស្មារបស់គាត់យ៉ាងហួងមានអារម្មណ៍ស្រស់ស្រាយឡើងវិញទាំងស្រុងហើយស្នាមញញឹមធំបានលេចឡើងនៅលើមុខរបស់គាត់នៅពេលដែលគាត់និយាយថាលោកម្ចាស់ស៊ូចាងអមតៈដ៏គួរឲ្យគោរពលោកម្ចាស់តូឈិនប្រសិនបើអ្នកមិនចំទាស់នឹងគំនិតនេះទេតើអ្នកគួរផ្ដល់ឱកាសឲ្យយើងបង្ហាញការរាក់ទាក់ដល់អ្នកក្នុងនាមជាម្ចាស់ផ្ទះរបស់យើងបានទេយើងអាចជជែកគ្នាលើតុមួយជាមួយស្រាល្អៗនិងម្ហូបល្អៗបានស៊ីយិនសៀងងក្បាលឆ្លើយតបដោយស្នាមញញឹមនៅលើមុខរបស់គាត់បន្ទាប់មកងាកទៅរកឆាងសាននិងឈិនពីនអានរួចសួរថាអ្នកទាំងពីរគិតយ៉ាងម៉េចដែរវាពិតជាស្ដាប់ទៅគួរឲ្យទាក់ទាញខ្លាំងណាស់សម្រាប់ខ្ញុំឆាងសានបានឆ្លើយតបជាងញញឹមឈិនពីនអានក៏ញញឹមដែរពេលដែលគាត់ងក្បាលឆ្លើយតបរួចក៏អង្អែលផ្លែឃ្លោកដែលចងនៅចង្កេះរបស់គាត់រួចនិយាយថាបើអាចខ្ញុំចង់ទិញស្រាពីអ្នកឲ្យជ័យចង់ទិញស្រាយ៉ាងហួងបានត្រឹមក្រវីដៃមិនព្រមស្ដាប់ហើយភ្លាមៗនោះវាជាគាត់ដែលបានត្រឡប់ទៅសម័យកាលរុងរឿងរបស់គាត់វិញក្នុងនាមជាសិស្សដ៏អស្ចារ្យនៃនិកាយបញ្ជារតិវិភាពរួចគាត់ក៏ឆ្លើយតបថាតើអ្នកចង់មានន័យយ៉ាងណាទិញឬយើងមានស្រាផលិតនៅផ្ទះដែលមានគុណភាពខ្ពស់មិនខ្ពស់នោះទេប៉ុន្តែខ្ញុំអាចធានាចំពោះអ្នកថាវាមិនខ្វះរសជាតិនោះទេអ្នកអាចផឹកតាមចិននៅយប់នេះហើយយកស្រានោះទៅជាមួយនឹងអ្នកតាមដែលអ្នកចង់បាននៅពេលដែលអ្នកចាស់ចេញមនុស្សគ្រប់គ្នាផ្ទុយសំណើចឡើងហើយបរិយាកាសងងឹនដ៏គួរឲ្យខ្លាចនៅក្នុងផ្ទះក៏ភ្លឺឡើងភ្លាមជាលើកដំបូងស្នាមញញឹមធំទូលាយបានលេចឡើងនៅលើមុខរបស់ស្ត្រីចំណាស់នោះហើយទឹកភ្នែកនៅតែហូរចុះមកលើមុខរបស់គាត់នៅពេលដែលគាត់ប្រញាប់ប្រញាល់ចូលទៅក្នុងផ្ទះបាយដើម្បីចម្អិនអាហារទន្ទឹមនឹងនេះដែរយ៉ាងហួងនិងជូឈិងបានអញ្ជើញមនុស្សគ្រប់គ្នាចូលទៅក្នុងសាលធំហើយពួកគេចាប់ផ្ដើមជជែកជាមួយនឹងស៊ីយិនសៀអំពីរឿងរ៉ាវដែលគាត់បានឃើញក្នុងដំណើររបស់គាត់ចាងសានស្ទះទៅមួយសន្ទុះរួចក៏ស្រែកហៅឈិនពីនអាននាំគាត់ចូលទៅក្នុងច្រករបៀងខាងក្រៅរួចនិយាយដោយសម្លេងសំទោសថាខ្ញុំត្រូវតែសារភាពជាមួយនឹងអ្នកឈិនពីនអានតាមពេលឈ្មោះរបស់ខ្ញុំគឺចាងសានហ្វឹងមិនមែនជាចាងសានទេសំទោសដែលលាក់រឿងនេះអំពីអ្នកយូរមកហើយទោះបីជាយើងជាមិត្តភក្តិក៏ដោយឈិនពីនអានបានអង្គុយចោលលើរនាំងញញឹមហើយក៏ឆ្លើយថាវាតែងតែជាការប្រសើរជាងក្នុងការមានសុវត្ថិភាពជាជាងការសោកស្ដាយនៅពេលដែលធ្វើដំណើរដោយខ្លួនឯងដូច្នេះគ្មានអ្វីសម្រាប់អ្នកដែលត្រូវសំទោសនោះទេភ្នែករបស់ចាងសានហ្វឹងភ្លឺឡើងពេលដែលឮដូច្នេះហើយគាត់បានឆ្លើយថាខ្ញុំដឹងហើយអ្នកក៏កំពុងប្រើឈ្មោះคล้ายដែរមែនទេឈ្មោះភីងអានច្បាស់ជាមានន័យល្អប៉ុន្តែវាពិតជារាក់និងស្មុគស្មាញបន្តិចអូអត់អាក់លាក់ទេនេះជាឈ្មោះពិតរបស់ខ្ញុំឈិនភីងអាន
បាននិយាយឡើងទាំងសម្លេងតិចតិចរួចក៏បង្វិលភ្នែកជាការឆ្លើយតបទឹកមុខឈ្គោមួយបានលេចឡើងភ្លាមៗនៅលើមុខរបស់ចាងហ្វានសានហ្វឹងហើយគាត់នៅស្ងៀមមួយសន្ទុះមិនពេលដែលគិតអ្វីមួយដោយវិធីនេះតើបាល់ដែលអ្នកបានឲ្យខ្ញុំមុននេះជាអ្វីឈិនពីនអានបានសំទោចាងសានហ្វឹងជាសម្ងាត់ចំពោះការកុហកដែលគាត់ហៀបនឹងនិយាយរួចក៏ឆ្លើយតបថាមុននេះការប្រយុទ្ធគ្នាដែលកំពុងកើតឡើងនៅក្នុងបន្ទប់ទល់មុខបន្ទប់ដែលយើងស្នាក់នៅនោះគឺមានសម្លេងខ្លាំងមែនទែនដូច្នេះខ្ញុំបានលួចចេញទៅមើលហើយលទ្ធផលបង្ហាញថាអ្នកប្រាជ្ញដែលមាននាមត្រកូលឈូគឺជាវិញ្ញាណដើមឈើគាត់ត្រូវបានសម្លាប់ដោយដាវអមតៈហើយគាត់បន្សល់ទុកនៅបាល់នោះដែលគាត់សម្ដៅទៅលើក្រុមពាក្យដែរដាវអមតៈហាក់ដូចជាមិនចាប់អារម្មណ៍នឹងគ្រាប់ពាក្យដែរនោះទេហើយបន្ទាប់ពីពួកគេចាក់ចែងខ្ញុំបានលួចទៅយកវាចិនមានអានបានប្រគល់នៅគ្រាប់ពាក្យដែរទៅឲ្យចាងសានហ្វឹងម្ដងទៀតពេលដែលគាត់និយាយដាវអមតៈនោះប្រហែលជាសត្រីមកពីនិកាយបញ្ជាដល់ទេវភាពហើយចានសានហ្វឹងបាននិយាយទាំងទឹកមុខដឹងខ្លួនរួចក៏ថ្លឹងនៅគ្រាប់បាល់ពាក្យដែរនៅក្នុងដៃរបស់គាត់មួយសន្ទុះទើបដឹងថាវាមិនធ្ងន់ប៉ុន្មានទេបន្ទាប់មកគាត់បានអោនក្បាលចុះដើម្បីឲ្យកាន់តែច្បាស់ហើយគាត់អាចមើលឃើញស្នាមប្រេះតូចមួយនៅលើផ្ទៃក្របបាល់ពាក្យដែរទឹកមុងដ៏ស្រងត់ស្ងាត់បានលេចឡើងនៅលើមុខរបស់គាត់នៅពេលដែលគាត់ប្រគល់នៅក្របពោះដែកពាក្យដែកនោះទៅឲ្យឈិនពីនអានវិញហើយនិយាយថាក្របនេះเป็นជាមើលទៅដូចជាក្របពាក្យដែកនៃហើយក្រុមអ្នកចម្បាំងប៉ុន្តែគ្រាប់នេះហាក់ដូចជាខូចខាតយ៉ាងធ្ងន់ធ្ងរមានស្នាមប្រេះនៅលើផ្ទៃរបស់វាฉันមានអានໄວនឹងបែកហ្នឹងទោះជាយ៉ាងណាក៏ដោយក្រុមពាក្យដែរទាំងអស់គឺជាកំណត់ប្រូដ៏មានតម្លៃខ្លាំងណាស់ហើយខ្ញុំមិនដឹងច្បាស់ថាគ្រាប់នេះមានតម្លៃប៉ុន្មានទេប៉ុន្តែវាមិនមែនជាការបំភ្លឺទេក្នុងការហៅវាថាมันអាចកាត់ថ្លៃបានត្រូវប្រកាសថាអ្នកលាក់វាហើយកុំឲ្យអ្នកណាម្នាក់ឃើញវាប្រសិនបើអ្នកអាចរកនរណាម្នាក់មកជួសជុលវានៅពេលអនាគតវានឹងស្មើនឹងយន្តសង្គ្រោះជីវិតដ៏ល្អបំផុតនៅទីនោះយោងតាមអ្នកប្រាជ្ញដែលមានត្រកូលឈូគ្រាប់ពាក្យដែកនេះគឺជាកំណត់ទ្រាំដ៏មានតម្លៃបំផុតពីឃ្លាំងអធិរាជនៃនគរដើមបុរាណហើយវាមានតម្លៃ 3000 កាក់ផ្កាព្រិលជំនួសឲ្យការទុកគ្រាប់ពាក្យដែកត្រឡប់ទៅក្នុងថងផ្ទុកវិញឈិនពីនអានបាននិយាយថាដោយដែលអ្នកបានដឹងហើយថាខ្ញុំជាអ្នកហាត់ក្បាច់គុណហើយខ្ញុំមានជំនាញខាងក្បាច់កណ្ដាប់ដៃដែលផ្ដោតលើការវាយប្រហារទាំងស្រុងនិងការពឹងផ្អែកលើខ្លួនឯងដូច្នេះខ្ញុំមិនអាចអនុញ្ញាតឲ្យខ្លួនឯងពឹងផ្អែកលើវត្ថុខាងក្រៅបានទេបើមិនដូច្នេះទេចេតនាដំបូងរបស់ខ្ញុំនឹងត្រូវបំផ្លាញហើយវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដាំដុះរបស់ខ្ញុំដូច្នេះខ្ញុំមិនសូវមានលទ្ធភាពប្រើប្រាស់គ្រាប់ពាក្យដែកនេះទេដូច្នេះខ្ញុំនឹងលក់វាទៅឲ្យអ្នកក្នុងតម្លៃ300 កាក់ព្រិលតើអ្នកគិតយ៉ាងណាដែរអីជួយតម្លៃ3000អ្នកលក់តែ300ណាចាងសាន់ហ្វឹងងក់ក្បាលយ៉ាងខ្លាំងរួចក៏ឆ្លើយតបដោយស្នាមញញឹមមើលងាយខ្លួនឯងថានេះគឺជាកំណត់ត្រូវដ៏មានតម្លៃបំផុតដែលអាចចរចាបានសម្រាប់កាក់ព្រិលចំនួន1000 កាក់កុំថាឡើយ300 កាក់ប្រសិនបើខ្ញុំមានទ្រព្យសម្បត្តិគ្រប់គ្រាន់ខ្ញុំនឹងរីករាយលក់អ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងដៃរបស់ខ្ញុំដើម្បីទិញវាពីអ្នកប៉ុន្តែតម្លៃនោះគឺហួសពីលទ្ធភាពរបស់ខ្ញុំបើមិនដូច្នេះទេខ្ញុំនឹងមិនខំប្រឹងដើម្បីបំពេញក្រពះរបស់ខ្ញុំនៅលើកប៉ាល់គុណនោះទេឈិនពីនអានបានបោះគ្រាប់ពាក្យដែរត្រឡប់ទៅចាងសានហ្វឹងវិញទាំងញញឹមរួចនិយាយថាក្នុងករណីនោះអ្នកអាចបង់ប្រាក់ឲ្យខ្ញុំនៅកាក់ព្រិលចំនួន300នៅពេលដែលអ្នកសន្សំប្រាក់បានកុំប្រញាប់បដិសេធអីគិតទៅអ្នកទន់ខ្សោយណាស់សូម្បីតែព្យុះក៏គ្រប់គ្រាន់ដើម្បីធ្វើឲ្យអ្នកស្ទើរតែឈឺដែរប្រសិនបើយើងជួបប្រទះនឹងអារ្យនិងវិញ្ញាណកាន់តែច្រើននៅពេលអនាគតតើយើងនឹងអាចប្រយុទ្ធប្រឆាំងនឹងពួកវាដោយរបៀបណាប្រសិនបើអ្នកពាក្យគ្រឿងសឹកនេះឱកាសរបស់អ្នកក្នុងការកម្ចាត់អារ្យនិងវិញ្ញាណណាមួយដែលយើងជួបប្រទះនឹងប្រសើរឡើងគួរឲ្យកត់សម្គាល់ហើយប្រសិនបើយើងទទួលបានផលប្រយោជន៍ពីសមរភូមិរបស់យើងពួកវាទាំងអស់នឹងទៅជារបស់ខ្ញុំជាទម្រង់នៃការសងបំណុលរបស់អ្នកតើវាស្ដាប់ទៅយ៉ាងម៉េចដែរចាងសានហ្វឹងបានថតដង្ហើមធំបន្តិចរួចក៏លាក់គ្រាប់បាល់ពាក្យដែរដោយប្រុងប្រយ័ត្នដែលជាអ្វីមួយដែលគាត់មិនហ៊ានស្រមៃចង់បានពីមុនមកគាត់បានអង្គុយក្បែរឈិនពីនអាននៅលើរនាំងច្រករបៀងហើយអ្នកទាំងពីរបានសម្លឹងមើលទៅលើមេឃមួយសន្ទុះមុនពេលដែលចាងសានហ្វឹងបំបីភាពស្ងៀមស្ងាត់ឈិនពីនអានទោះជាយ៉ាងណាក៏ដោយគាត់មិនបាននិយាយអ្វីលើសពីនេះទេហើយវាហាក់ដូចជាគាត់ខ្វះពាក្យដើម្បីបង្ហាញអារម្មណ៍របស់គាត់ឈិនពីនអានញញឹមរួចនិយាយថា
ខ្ញុំមិនអាចជួយអ្នកបានទាល់តែសោះក្នុងរយៈពេលនេះប៉ុន្តែអ្នកមិនបានមើលងាយខ្ញុំទេនោះមិនមែនជាអ្វីដែលមិត្តភ័ក្តិមានសម្រាប់គ្នានោះទេមែនទេចាងសាន់ហ្វឹងបានក្បាលដោយទឹកមុខសញ្ជឹងគិតហើយគាត់មានអារម្មណ៍ធូរស្រាលបន្តិចនៅពេលដែលឮដូច្នេះឈិនពីនអានចាត់ទុកគាត់ជាមិត្តភ័ក្តិហើយអារម្មណ៍មួយនោះគឺពិតជាទៅវិញទៅមកខ្លាំងណាស់ដូច្នេះមិនចាំបាច់មានចិត្តអំណត់ក្នុងរឿងខ្លះនោះទេភ្លាមៗនៅស្នាមញញឹមធំទូលាយមួយបានលេចឡើងនៅលើមុខរបស់គាត់នៅពេលដែលគាត់និយាយដោយសម្លេងខ្លាំងៗថាជាមួយនឹងស្នាមរបួសចំហៀងដូចជាលំពេងវីរៈបរិសលើកដាវរបស់គាត់ប្រឆាំងនឹងកម្លាំងអាក្រក់ទាំងអស់ឈិនពីនអានញញឹមពេលដែលឮដូច្នេះហើយគាត់ដឹងថាចានសាន់ហ្វឹងកំពុងសរសើរស៊ីយានស៊ីបន្តមកចានសាន់ហ្វឹងបានបន្តថាពោជាចាតាវធ្វើដំណើរឆ្ងាយៗដើម្បីស្វែងរកសច្ចភាពចុងក្រោយការបញ្ចេញមតិនេះត្រូវបានអទិដល់ខ្លួនគាត់យ៉ាងច្បាស់បន្តមកចាងសាន់ហ្វឹងបានងាកទៅរកឈិនពីនអានរួចនិយាយថាខ្ញុំមិនបានគិតអំពីឃ្លាកំណាព្យណាមួយដើម្បីពិពណ៌នាអំពីអ្នកទេប៉ុន្តែខ្ញុំប្រកាសថាការបំផុសគំនិតនឹងកើតឡើងចំពោះខ្ញុំនៅពេលណាមួយហើយនៅពេលដែលវាកើតឡើងវាពិតជាអស្ចារ្យណាស់ខ្ញុំសន្យាគឺចង់និយាយថាថ្ងៃណាមួយគេនឹងតែងកំណាព្យតាក់ទងហើយជាមួយនឹងឈិនពីនអាននេះណាឈិនពីនអានមានអារម្មណ៍រីករាយណាស់ពេលដែលឮដូច្នេះហើយគាត់មិនចង់ធ្វើឲ្យភាពរីករាយរបស់ចានសាន់ហ្វឹងថយចុះនោះទេដូច្នេះគាត់អាចត្រឹមតែងក់ក្បាលឆ្លើយតបប៉ុណ្ណោះឈិនពីនអានបានលោតចុះពីរបាំងដែងប្រញាប់ប្រញាល់ឆ្ពោះទៅផ្ទះបាយរួចស្រែកថាខ្ញុំនឹងជួយក្នុងផ្ទះបាយចាងសាន់ហ្វឹងត្រូវបានទុកចោលឲ្យអង្គុយតែម្នាក់ឯងជាមួយនឹងអារម្មណ៍ចម្រុះនៅក្នុងចិត្តសំឡេងសាយរបស់ស៊ីយានសៀម្ដងម្កាលបានលឿនចេញពីសាលធំនៃគេហដ្ឋាននោះហើយចានសាន់ហ្វឹងបានផ្លាស់ប្ដូរអរិយាប័ន្នដោយអង្គុយបែរខ្នងទល់នឹងសសរហើយដៃរបស់គាត់ឆ្លងកាត់នៅពីមុខទ្រូងគំនិតអំពីភ្នំខ្ពស់នៅក្នុងផ្ទះនេះបានផុសឡើងក្នុងចិត្តរបស់គាត់ហើយគាត់បានបិទភ្នែកពេលដែលគាត់ចាប់ផ្ដើមច្រៀងបទចម្រៀងមួយដែលគាត់បានបង្កើតឡើងដោយខ្លួនឯងខណៈពេលដែលគាត់ក្រវីក្បាលទៅមកយ៉ាងស្រាលៗដោយមិនខ្វល់ខ្វាយទន្ទឹមនឹងនេះឈិនពីនអានកំពុងគិតត្រឡប់ទៅសមរភូមិរបស់គាត់ប្រឆាំងនឹងអ្នកប្រាជ្ញដែលមានត្រកូលឈូតាមរយៈសមរភូមិនោះគាត់បានបង្កើតគំនិតរដប់មួយចំនួនអំពីជំនាញក្បាច់គុនរបស់គាត់ក្នុងចំណោមក្បាច់កណ្ដាប់ដៃទាំងអស់ដែលជីតារបស់ជួយឆានបានបង្រៀនគាត់ក្បាច់វាស្គរទេវតាគឺជាក្បាច់ដ៏មានឥទ្ធិពលបំផុតតាមរយៈការប្រើប្រាស់យន្តធ្វើឲ្យដីខ្លីឈិនពីនអានបានធានាថាកណ្ដាប់ដៃដំបងបានវាយប្រហារគោលដៅរបស់វាបន្ទាប់ពីនោះកណ្ដាប់ដៃជាបន្តបន្ទាប់ទាំងអស់របស់គាត់ក៏បានវាយប្រហារផងដែរប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកប្រាជ្ញដែលមានត្រកូលឈូនៅតែអាចទប់ទល់នឹងការវាយប្រហារនោះបានទោះបីជាមានជំនួយពីគ្រាប់ពះដែករបស់គាត់ក៏ដោយទោះជាយ៉ាងណាក៏ដោយកណ្ដាប់ដៃចំនួន20នៃបច្ចេកទេសវាយស្គរទេវតាគឺជាដែនកំណត់បច្ចុប្បន្នរបស់ឈិនពីនអានហើយគាត់មិនអាចវាយបានសូម្បីតែមួយកណ្ដាប់ដៃទៀតដូច្នេះប្រសិនបើមិនមានដាវហោះនៅក្នុងផ្លែឃ្លោករបស់គាត់ហោះមកជួយសង្គ្រោះទេគាត់ប្រកាសជាធ្លាក់ក្នុងភាពច្របូកច្របល់នៃអ្នកប្រាជ្ញនោះមិនខានដោយសារតែការអស់កម្លាំងទាំងស្រុងបន្ទាប់ពីប្រើប្រាស់បច្ចេកទេសវាយស្គរទេវតាគាត់នឹងគ្មានអំណាចការពារខ្លួនទេហើយរលកនៃសមរភូមិនឹងប្រែភ្លាមវាទំនងជាមិនពិបាកសម្រាប់គាត់ក្នុងការរត់គេចខ្លួនទេប៉ុន្តែជាជំនាញនឹងហួសពីការគ្រប់គ្រងរបស់គាត់ទាំងស្រុងការពិតដែលថាគាត់អាចគូគងបច្ចេកទេសកណ្ដាប់ដៃរបស់គាត់ជាមួយនឹងកណ្ដាប់ដៃទី1និងទី15ក្នុងលក្ខណៈល្អឥតខ្ចោះនៅតែជាសញ្ញាលើកទឹកចិត្តយ៉ាងខ្លាំងប៉ុន្តែនៅក្នុងចិត្តឈិនពីនអានគាត់មិនពេញចិត្តពិតប្រាកដទេដោយមានអារម្មណ៍ថាដូចជានៅខ្វះអ្វីមួយចំពោះអ្វីដែលបានចម្លើយចំពោះសំណួរនោះមិនអាចសាមញ្ញជាងនេះនោះទេកណ្ដាប់ដៃរបស់គាត់មិនលឿនមិនខ្លាំងគ្រប់គ្រាន់ទេទោះជាយ៉ាងណាក៏ដោយឈិនពីនអានមិនបានគិតច្រើនអំពីគំនិតនេះនោះទេការវឹកហាត់ក្បាច់កណ្ដាប់ដៃនិងការវឹកហាត់ដាវសុទ្ធតែជារឿងដែលមិនអាចប្រញាប់ប្រញាល់បានធ្វើបានអ្វីដែលគាត់អាចធ្វើបានគឺបោះជំហានមួយជំហានម្ដងនៅទីបំផុតគាត់នឹងឈានដល់កម្ពស់ដែលគាត់ប្រាថ្នាគាត់បានអង្អែលផ្លែឃ្លោកដែលចងនៅនឹងចង្កេះរបស់គាត់ដោយស្នាមញញឹមរួចនិយាយថាអរគុណទី15មានប្រតិកម្មភ្លាមចំពោះកាយវិការដឹងគុណរបស់គាត់ដោយហោះជំវិញក្នុងផ្លែឃ្លោកដោយក្តីរីករាយយ៉ាងណាក៏ដោយឈិនពីនអានបានបន្តថាដោយបាននិយាយដូច្នេះនៅពេលដែលអ្នកទាំងពីរចេញមកនាពេលអនាគតតើអ្នកមិនអាចធ្វើកម្មវិធីធំបែបនេះបានទេ
វាមិនមែនដូចជាយើងកំពុងតែចូលរួមក្នុងការវឹកហាត់ទេដែលវានឹងជាសុជីវធម៌ត្រឹមត្រូវក្នុងការបង្ហាញអាវុធរបស់អ្នកមុនពេលដែលវាប្រហារនៅក្នុងសមរភូមិពេញប្រកបប្រឆាំងនឹងសត្រូវយើងគួរតែប្រុងប្រយ័ត្នជាងមុនហើយវាប្រហារមុនពេលសត្រូវដឹងថាមានអ្វីវាប្រហារពួកគេតើអ្នកយល់ស្របទេទី15ឈប់ភ្លាមដោយពាក្យកណ្ដាលផ្លូវហាក់ដូចជាមិនពេញចិត្តនឹងការរិះគន់ស្ថាបនារបស់ចិនភីនអានខណៈពេលដែលទី1បានហោះចេញពីខាងក្នុងហើយចាប់ដើមបង្កការបំផ្លិចបំផ្លាញដល់ចំណុចជីពចររបស់ចិនភីនអាននៅរឿងតែអពលយោជាសំណាងល្អការជឿចាប់កម្រិតនេះមិនមែនជាអ្វីដែលចិនភីនអានបច្ចុប្បន្ននោះទេហើយស្នាមញញឹមរបស់គាត់នៅតែមិនផ្លាស់ប្ដូរនៅពេលដែលគាត់រត់ចូលទៅក្នុងផ្ទះបាយដើម្បីជួយចម្អិនអាហារការគ្រប់គ្រងដាវហោះដែលជាប់គ្នាបានត្រឹមតែបណ្ដាលឲ្យមានការប្រឹងប្រែងផ្លូវចិត្តប៉ុណ្ណោះហើយមិនច្បាញ់ប្រើឈីពិតណាមួយឡើយទោះជាយ៉ាងណាក៏ដោយមានដែនកំណត់លើចម្ងាយដែលដាវហោះអាចវាយប្រហារសត្រូវហើយនោះត្រូវបានតាក់ទងដោយផ្ទាល់ទៅនឹងមូលដ្ឋានវឹកហាត់របស់អ្នកហាត់ដាវលើពីនេះទៅទៀតគ្មានផ្លូវកាត់ណាមួយអាចអនុវត្តបានទេនៅពេលនិយាយអំពីការទម្លុះឧបសគ្គចម្ងាយដាវហោះទាំងនេះហើយមជ្ឈបាយតែមួយគាត់ដើម្បីធ្វើដូច្នេះសម្រាប់អ្នកលេងគុនដាវគឺត្រូវឈានទៅមុខក្នុងមូលដ្ឋានដាំដុះរបស់ពួកគេអ្នកហាត់ក្បាច់គុនដូចជាឈិនភីនអានដែលទើបតែត្រូវបានគេសរសើរដោយច្រឡំថាជាដាវអមតៈត្រូវការបច្ចេកទេសបញ្ជូនឈី18របស់គាត់ដើម្បីបញ្ជូនឈីពិតរបស់គាត់ឆ្លងកាត់ចំណុចជីពចរបន្ថែមទៀតដើម្បីសម្រេចបានរឿងដូចគ្នាកម្មអតិបរមារបស់ទី1គឺ100 feet ខណៈពេលដែលរបស់ទី15គឺ80 feet ចិនភីនអានបានដើរតែជិតផ្ទះបាយបន្តិចម្ដងខណៈពេលដែលគំនិតទាំងនេះកំពុងតែរត់កាន់នៅក្នុងចិត្តរបស់គាត់តើឈ្មោះចាងសានហ្វឹងល្អជាងឈ្មោះឈិនភីនអានយ៉ាងដូចម្ដេចគាត់មានការមិនពេញចិត្តបន្តិចនៅពេលដែលគាត់គិតថាចានសានហ្វឹងសំដៅទៅលើឈ្មោះរបស់គាត់ថាមិនរាក់ទាក់និងមិនសូវសមរម្យប៉ុន្តែស្នាមញញឹមមួយបានលេចឡើងភ្លាមៗនៅលើមុខរបស់គាត់នៅពេលដែលគាត់គិតឡើងវិញអំពីរបៀបដែលមនុស្សគ្រប់គ្នាបានសរសើរគាត់ថាជាដាវអមតៈហាហាហាចឹងយើងជួបគ្នាវីដេអូក្រោយទៀត